បងខេងជាមិត្តរបស់ខ្ញុំជាខ្ញុំប្រាប់អ្នកឲ្យដឹងខ្ញុំមិនជឿលើព្រំលិខិតតែអ្វីដែលភ្នែកខ្លួនឯងបានឃើញប៉ុណ្ណោះបងខេងទាំងចរិតសមត្ថភាពកម្ពស់និងរូបរាងមានចំណុចណាដែលមិនល្អជាងអ្នកមិត្តភក្តិស្អីស្និទ្ធស្នាលដល់ថ្នាក់ហ្នឹងខ្លួនឯងវិញស្អុយរលួយមិនចេះចប់មានទំនាក់ទំនងមិនច្បាស់លាស់ជាមួយបងស្រីគ្រប់គ្នាដូចអ្នកមែនទេអ្នកសាយថាខ្ញុំនិយាយផ្ដេសផ្ដាសខ្ញុំគួរតែចាក់ចេញតាំងពីយូរខ្ញុំបានរើសយកទាំងពីរវាក៏សំស្របតាមក្រមសីលធម៌ដែរហាហាព្រះអើយបែបនេះមិនមែនមានន័យថាអ្នកបដូរកូនខ្ញុំយកទៅលក់ទេអីក៏ជាការអនុវត្តតាមក្រមសីលធម៌ដែរមែនទេពិតជាឥតអៀនខ្មាស់ជាយន្តកុំឲ្យមុខហើយមិនយកតើអ្នកដឹងទេថាការបណ្ដោះចិត្តមានន័យយ៉ាងណាអាហាមិនរើសអើងទេចុះអ្នកភូមិជីវិញភូមិតកោឆៃរបស់ឯងកើតមានស្រីនាំស៊ុយម្នាក់មិនខ្លាចភាពស្អីនេះប៉ះពាល់ដល់ការរៀបការរបស់កូនស្រីឯទៀតទេអីសម័យបុរាណពិតជាស្មុគស្មាញមែនបើសិនជាត្រូវបានអ្នកភូមិរើសអើងគ្រួសារឆៃច្បាស់ជាត្រូវគេដេញចេញតាំងពីយូរហើយជីយូគឺជាតារាសំណាងរបស់ភូមិយើងមិនមែនជាស្រីនាំស៊ុយដូចដែលឯងនិយាយឡើយកាលពីឆ្នាំនោះភូមិយើងជួបគ្រោះរាំងស្ងួតខ្លាំងគឺកំណើតរបស់ឆៃយកដែលនាំភ្លៀងមកជួយសង្គ្រោះភូមិទាំងមូលពិតមែនហើយខ្លួនឯងធ្វើខុសសោះបែរជាមកទម្លាក់កំហុសលើមនុស្សស្រីឯងមិនចេះខ្មាស់គេទេអីមនុស្សស្រីក្នុងភូមិតកោឆៃមិនដែលបណ្ដោយឲ្យគេធ្វើបាបឡើយពិតមែនហើយគឺមិនព្រមឲ្យគេធ្វើបាបឡើយតាមពិតអ្នកគ្រប់គ្នាមានចិត្តល្អបែបនេះសោះតាមពិតអ្នកគ្រប់គ្នាមានចិត្តល្អបែបនេះសោះបាទទៅហើយនៅមិនប្រញាប់ចេញទៅទៀតបើមិនព្រមទៅទៀតកុំបន្ទោសខ្ញុំមិនគួរសមចេញទៅស៊ីវយន្តឯងចាំមើលចុះខ្ញុំគឺជាបណ្ឌិតតែម្នាក់គត់ក្នុងតំបន់នេះមានមនុស្សជាច្រើនដណ្ដើមគ្នាចង់រៀបការជាមួយខ្ញុំពេលដែលខ្ញុំប្រឡងជាប់ឯងនឹងដឹងខ្លួនថាត្រូវយំនៅពេលណាចេញទៅឲ្យឆ្ងាយនៅចង់ប្រឡងជឿរិនទៀតអីមួយខែទៀតនឹងមានគ្រោះមហន្តរាយដ៏ធំហើយរស់ឲ្យបានសិនទៅចាំគិតទៀតណែស៊ីវយូនិយាយអញ្ចឹងតើឯងទិញស្បៀងច្រើនម្លេះធ្វើអីទោះបីជាឥឡូវកំពុងមានគ្រោះមហន្តរាយប៉ុន្តែគង់តែមានភ្លៀងធ្លាក់វិញមិនខានមិនចាំបាច់ទិញច្រើនបែបនេះទេហូបបានដល់ទៅ5ឆ្នាំឯណោះលោកពូលោកមីងទាំងអស់គ្នាតែខ្ញុំទិញស្បៀងច្រើនបែបនេះគឺដោយសារព្រោះខ្ញុំយល់សប្តិឃើញលោកតាទេវតាម្នាក់គាត់បានប្រាប់រឿងម្យ៉ាងដល់ខ្ញុំណាមីងសៀវយូឆាប់ប្រាប់ឲ្យលំអិតបន្តិចមកតើវាជារឿងអ្វីទៅមួយខែកន្លះទៀតនឹងមានគ្រោះមហន្តរាយព្រឺធ្លាក់ដល់ពេលនោះផ្ទៃដីនឹងត្រូវកកដោយទឹកមានមនុស្សជាច្រើនដាច់បាយនិងកកស្លាប់ដូច្នេះអ្នករាល់គ្នាត្រូវតែត្រៀមស្បៀងអាហារឲ្យរួចរាល់និងសម្លៀកបំពាក់រងាព្រមទាំងធ្យូងសម្រាប់កម្ដៅនិងឧបករណ៍សម្រាប់ពង្រឹងផ្ទះដល់ពេលនោះយើងនឹងរួមគ្នាប្រយុទ្ធនឹងគ្រោះមហន្តរាយល្អពួកយើងនឹងត្រឡប់ទៅទិញរបស់ទាំងនេះមែនហើយអ្នករាល់គ្នាពិតជាទុកចិត្តខ្ញុំខ្លាំងណាស់មកបងប្អូនឲ្យមកនេះយឺតប្រយ័ត្នអង្គថ្មីមកដល់ហាងហើយបងប្អូននឹងបានញ៉ាំរបស់ឆ្ងាញ់ហើយអូមើលរបស់ខ្ញុំមួយនេះយ៉ាងម៉េចដែរពិតជាល្អណាស់ស្រួលខ្លួនណាស់អីយ៉ាពិតជាក្តៅមែនឈៀវយូឯងពិតជាអស្ចារ្យមែនអ្នកពិតជាផ្កាយសំណាងមែនអូហូពិតជាក្តៅខ្លាំងណាស់ពិតមែនហើយបានធ្វើក្រែកម្ដៅនេះហើយពេលមានគ្រោះមហន្តរាយភ្លៀងកកអ្នកភូមិយើងនឹងលែងបារម្ភទៀតហើយដល់ពេលនោះនឹងកក់ក្ដៅខ្លាំងណាស់អាចបង្កើតក្រែកម្ដៅដ៏អស្ចារ្យបែបនេះបានឬមួយនាងជាទេពអប្សរចុះមកឋានកណ្ដាលបងប្រុសឈីនហេតុអ្វីបងមកទីនេះខ្ញុំយកសម្ភារៈដែកមកជូនរបស់ផ្សេងទៀតនៅខាងក្រៅបើមិនគ្រប់ប្រាប់ខ្ញុំបាននឹកស្មានមិនដល់ថាឯងអាចរកវាបានមែនអរគុណឯងណាស់គួរតែជាខ្ញុំទេដែលត្រូវអរគុណឯងមិនដែលធ្លាប់មានអ្នកណាចង់នៅជិតខ្ញុំបែបនេះទេចង់មានន័យថាម៉េចអូគ្មានអ្វីទេខ្ញុំទិញវាតាមផ្លូវឯងញ៉ាំទៅខ្ញុំទៅមុនហើយអូ
អូ នៅមើលទៀតហើយបងថ្លៃបងធ្វើអីហ្នឹងភ្នែកឯងសឹងតែហោះតាមគេទៅហើយបងថ្លៃមើលចុះខេនម៉ានេះគឺជាមនុស្សល្អម្នាក់ដែរចាំពេលឯងលែងលះហើយសាក់គិតគូពីគាត់ទៅខ្ញុំមិនទាន់លែងលះគ្នាឯណាខ្ញុំមិនទាន់បានលែងលះគ្នាផងបងថ្លៃស្រីប៉ុន្មានថ្ងៃនេះអាកាសធាតុក្តៅហើយតម្លៃធ្យូងថ្មគួរតែបញ្ចុះពាក់កណ្ដាលឯនេះខ្ញុំបំរុងនាំក្មួយទៅមើលល្អហើយអីចឹងត្រូវប្រុងប្រយ័ត្នគ្រប់យ៉ាងបើមានរឿងអ្វីកើតឡើងកុំភ្លេចចូលទៅរកបងធំអញក្នុងលំហផងគាត់ចិត្តរៀនដីទំនេរនៅទីនោះអស់ហើយចាសោះយកព្រមកុំបារម្ភអីធ្យូងថ្មក្នុងទីក្រុងបែបនេះកាលពីឆ្នាំមុនថ្លៃខ្លាំងណាស់ឥឡូវនេះដោយសារធាតុអាកាសក្តៅពេកពិតជាចុះថ្លៃខ្លាំងមែនថៅកែតើអ្នកស្តុកធ្យូងថ្មទុកបានប៉ុន្មានដែរសូមមើលបន្តិចបានទេបានឥឡូវកំពុងបញ្ចុះតម្លៃធ្យូងថ្មរបស់ខ្ញុំមានគុណភាពល្អតាមចិត្តចុះមីងយូឯងថាពូជីដូនមួយគាត់អាចឲ្យយើងខ្ចីលុយបានទេទោះបីជាគាត់បើកហាងលក់បន្តធ្យូងថ្មពី3កន្លែងក៏ដោយប៉ុន្តែឆ្នាំនេះអាកាសធាតុក្តៅខ្លាំងណាស់ឬថាធ្យូងរបស់គាត់លក់មិនដាច់ទេខ្ញុំគឺជាលោកម្ចាស់សៀវឆៃលោកពូជីដូនមួយយ៉ាងណាក៏ត្រូវយល់មុខខ្ញុំដែរចំណែកស្រីថោកទាបម្នាក់នោះលោកពូជីដូនមួយគឺនាងម្នាក់នេះហើយដែលថោកទាបលួចយកទ្រព្យសម្បត្តិគ្រួសារខ្ញុំទៅអស់មិនត្រូវលក់អ្វីឲ្យនាងឡើយអូតាមពិតនាងគឺជាប្រពន្ធរបស់មង្យូដែលមិនស្គាល់ល្អអាក្រក់សោះជួងនេះខ្ញុំមិនលក់ឲ្យទេហើយកែឈីឥឡូវនេះអាកាសធាតុក្តៅខ្លាំងណាស់ជួងថ្មលក់មិនដាច់សោះឯងច្បាស់ហើយថាមិនលក់គេម្នាក់ឯងអាចលក់បានប៉ុន្មានទៅខ្ញុំមិនអាចធ្វើឲ្យមីងយូអន់ចិត្តព្រោះតែលុយបន្តិចបន្តួចនេះទេហេមនុស្សចង្រៃដូចជាឯងខ្ញុំលក់សិនហើយសីមែនមិនដឹងអីសោះតើឯងមានសិទ្ធិអីមកប្រមាថមីងរបស់ខ្ញុំក្មួយប្រុសខ្ញុំជាអ្នកប្រាជ្ញតែម្នាក់គត់ក្នុងតំបន់នេះតាមពិតគេគួរតែមានអនាគតរុងរឿងណាស់ចុះឥឡូវនេះឧស្សាហ៍មកជួបគ្នាណាស់គឺមកពីស្រីនាំទុកដូចជាឯងរត់ចោលផ្ទះយកទ្រព្យសម្បត្តិតកូឈីទៅអស់ហេរបស់ដែលខ្ញុំយកទៅទាំងអស់សុទ្ធតែជាទ្រព្យជាប់ខ្លួនរបស់ខ្ញុំមនុស្សក្នុងគ្រួសារតកូឈីទាំងមូលសុទ្ធតែចាយលុយរបស់ខ្ញុំមិនបានប្រមូលទាំងក្បឿងដំបូលយកទៅវាសម្រាប់បានភ្លាមចាស់ខ្ញុំមានចិត្តមេត្តាទៅចោះស្រីដែលយកទ្រព្យសម្បត្តិចេញពីផ្ទះដោយគ្មានការអនុញ្ញាតពីប្តីចុះឯងមិនចេះខ្មាស់គេទេអីមែនហើយយើងមិនទាន់បានសរសេរលិខិតលែងលះឲ្យឯងផងឯងហ៊ានណាស់ដែលយករបស់របរទាំងនេះទៅជឿទេថាខ្ញុំនឹងទៅប្តឹងឯងនៅសាលាស្រុកអូចង់ទៅប្តឹងក៏ទៅជីមីងយូអ្នកលួចលាក់មានស្រីពីផ្ទះធ្វើបាបប្រពន្ធដើមនឹងកូនសាក់ទៅប្តឹងនៅសាលាស្រុកទៅចាំមើលថាគេដកសញ្ញាបរែងចោលឬអត់មួយជីវិតនេះកុំសង្ឃឹមបានចូលប្រឡងទៀតសៀវយាយពួកយើងទៅពួកគេមិនលក់នៅទីនេះទេមានកន្លែងលក់ច្រើនណាស់ឲ្យគេទៅលោកពូមិនបានទេបណ្ដោយឲ្យពួកគេចាក់ចេញទៅបែបនេះមែនទេឯងកុំបារម្ភអីម្ចាស់រោងចក្រធ្យូងថ្មក្នុងក្រុងនេះសុទ្ធតែជាមិត្តរបស់ខ្ញុំឲ្យតែខ្ញុំហាមមិនឲ្យលក់ធ្យូងឲ្យពួកគេនឹងមិនអាចទិញអ្វីបានឡើយតោះតាមទៅមកមើលសិនមកអេអ្នកទាំងពីរចង់ទិញធ្យូងទេធ្យូងរបស់ខ្ញុំនេះគុណភាពល្អខ្លាំងណាស់តម្លៃក៏ថោកទៀតលក់យ៉ាងម៉េចដែរលោកលីអ្នកទាំងពីរនេះជាពួកបោកប្រាស់ទេស្រីដែលបោះបង់គ្រួសារប្តីតើអាចមានភាពស្មោះត្រង់អីទៅ